ពូមឿនដឹងច្បាស់ថាក្រឡអណ្ដែតមិនលិចទឹកបែបនេះមុខជាមានអ្វីនៅខាងក្នុងមិនខានទេដូច្នេះគាត់មិនចាំជឿក៏បានបង់ចូលមកតែម្ដងកឡនេះពិតជាស្អាតមែនទែនមើលតែក្បាច់ចុះក៏ដឹងថាជារបស់អ្នកអភិជនដែរខ្ញុំគិតថាវាមានត្បូងកែវពេជ្រអីនឹងក្នុងនឹងប្រកាសណាស់និមិត្តបានយកក្តាន់ងាប់មួយក្បាលមកដាក់បញ្ឆោតរួចនិមិត្តក៏បានពួនក្បែរនោះមិនយូរក៏មានមូសដ៏ធំមួយបានចេញមកពិតមែនអូមូសនោះធំចម្លែកណាស់វាច្បាស់ជាមេខ្លោងជាមិនខានទេប៉ាសើណាស់យើងមិនបាច់ហត់ទៅយកឈាមមនុស្សឲ្យលោកម្ចាស់ទេយកឈាមឯងសិនចោះស្អែកសឹមយើងទៅយកឈាមមនុស្សក៏បានរៀងក្រឡអណ្ដែតតែដំណើរអំពីភូមិមួយគ្រប់គ្នាតែងរកស៊ីនេសាទត្រីជាប្រចាំព្រោះក្បែរភូមិមានទន្លេដ៏ធំនិងមានប្រភពទឹកជាច្រើនផងដែរនៅក្នុងភូមិលបងសែមើយទៅនេសាទត្រីដែរទេអូខ្ញុំទៅលបងចាំមួយផ្លេតណាពូសែមជាអ្នកជំនាញខាងនេសាទជាងគេប្រចាំភូមិហើយឲ្យតែគាត់បោពីនេសាទវិញដឹងតែអ្នកភូមិរងចាំទិញគ្រប់គ្នានៅជាប់មាត់ទេខ្ញុំបងនាទីនេះចុះបាទលបងខ្ញុំទៅបងខាងនោះបធូរដៃផងណាខ្ញុំចង់បានប្រហាក់ប្រហែលនឹងលបងដែរកុំឲ្យអ្នកផ្ទាំងបង្អាប់ថាមិនប្រកែរកត្រីដោយលបងលេងសើចណាស់ណោះមិនអីទេចាំខ្ញុំបធូរដៃឲ្យចុះថ្ងៃនោះពូមឿននិងពូសែមបងបានត្រីជាច្រើនលោកបងបានមួយសន្ទុះទៀតពូមឿនក៏បានសម្គាល់ឃើញថាអូយចុះកឡនោះមកពីណាអញ្ចេះដូចស្អាតហើយប្លែកទៀតណាមុខជាមានអីនឹងក្នុងនឹងមិនខានទេពូមឿនដឹងច្បាស់ថាក្រឡអណ្ដែតមិនលិចទឹកបែបនេះមុខជាមានអ្វីនៅខាងក្នុងមិនខានទេដូច្នេះគាត់មិនចាំជឿក៏បានបង់ចូលមកតែម្ដងកឡនេះពិតជាស្អាតមែនទែនមើលតែក្បាច់ចុះក៏ដឹងថាជារបស់អ្នកអភិជនដែរខ្ញុំគិតថាវាមានត្បូងកែវពេជ្រអីនឹងក្នុងនឹងប្រកាសណាស់ពូសែមដែលនៅក្បែរនោះមើលឃើញហើយហាក់មានចម្ងល់បន្តិចរួចគាត់ក៏បានស្រែកសួរថាលបងនេះលបងឈប់បងត្រីហើយមែនទេបានជាសម្រាកទៅហើយនោះអូលបងខ្ញុំសម្រាកមុនហើយលបងបន្តទៀតចុះទេដូចជាចម្លែកម្លេះរាល់ដងដូចជាមិនឃើញបញ្ញាប់អញ្ចឹងផងតែមិនអីទេខ្ញុំបងមកសន្ទុះទៀតសិនពូមឿនហាក់ត្រេកអររខិបរខប់ហើយក៏មិនអោយអ្នកណាដឹងថាគាត់បងត្រីបានក្រឡនេះផងដែរនៅក្បែរដើមឈើមួយខ្ញុំមិនអោយលបងសែមបានឃើញទេចុះបើមានមាសមែននោះមិនពិបាកចែកគ្នាទៅហើយទេអីមិនបងអង្គយឺពូមឿនក៏បានស្រ័យចម្ងល់បើគម្របក្រឡភ្លាមតែគាត់មិនឃើញមានអ្វីទេក្រៅពីស្រមោលខ្មៅមួយបានហោះចេញមកគួរឲ្យខ្លាចទៅវិញស្អីគេហ្នឹងគួរឲ្យខ្លាចណាស់ហើយមុខដូចមូសទៅទៀតបើមូសមិនអោយដូចមូសយ៉ាងម៉េចគ្រាន់តែថាយើងជាបិសាចមូសពាន់ឆ្នាំអរគុណហើយដែលឯងជួយដោះលែងយើងបិសាចមែនទេមិនបានទេសំរត់ហើយកុំរត់ទៅណាទុកឲ្យយើងបឺតឈាមឯងបន្តិចសិនក្រែងខ្ញុំជាអ្នកជួយជីវិតលោកតើមែនទេមិនក៏ចង់ជញ្ជក់ឈាមខ្ញុំទៅវិញនោះយើងជាមូសមិនឲ្យជញ្ជក់ឈាមទៅបានអីរស់ក្រែងពេលមិនទាន់ចេញមកក្រៅបានតមអាហារតែមិនបឺតឈាមក៏មិនអីដែរមែនទេមែនហើយតែយើងក៏ទ្រាំឃ្លានយូរណាស់មកហើយដែរមិនមើលទេអីរៀងយើងមានតែឆ្អឹងហ្នឹងសម្រាប់ថាអរគុណមួយម៉ាត់ហើយគឺចប់រួចចង់បឺតឈាមទៅវិញពិតជាល្មិលគុណមែនទែនកុំនិយាយច្រើនឲ្យយើងជញ្ជក់ភ្លាមមកអត់ទេជួយផងពូមឿនក្នុងគ្រានោះក៏ត្រូវបានបិសាចនេះបិទឈាមអស់ជាច្រើនបណ្ដាលឲ្យឈាមខ្សោះអស់ពីខ្លួននិងសន្លប់បាត់ស្មារតីទៅឆ្ងាញ់មែនយើងខានបឺតឈាមមនុស្សយូរមកហើយចំណែកកឡននេះយើងមិនទុកទេយើងត្រូវតែបំបែកវាចោលមូសមានកម្លាំងខ្លាំងបន្តិចហើយក្រោយបិទឈាមពូមឿននោះវាក៏បំបែកក្រឡនេះចោលបន្ទាប់មកវាក៏ហោះចាក់ចេញទៅឆ្ងាយលបងមឿនមានរឿងអីចេះលបងមិនក៏មកដេកនៅទីនេះនោះពូសែមដាស់ហើយដាស់ទៀតតែគាត់ក៏មិនភ្ញាក់ទេព្រោះពូមឿនខ្សោះឈាមអស់ពីខ្លួនទៅហើយម
មុខស្លេកមានស្នាមខំមើលទៅលបងដូចជាមានសត្វចម្លែកជញ្ជក់ឈាមហើយគួរឲ្យខ្លាចណាស់ ភ័យផងខ្លាចផងតែក៏រក្សាទឹកចិត្តល្អណាស់ដូច្នេះពូសែមបានយកពូមឿនទៅព្យាបាលនៅឯផ្ទះរបស់នីមឺត3ថ្ងៃក្រោយមក តើលបងមឿនយ៉ាងម៉េចទៅហើយក្មួយខ្ញុំមិនធ្លាប់ឃើញអាការៈអស់ឈាមពីខ្លួនបែបនេះទេមើលទៅជំងឺពូមឿនដូចជាពិបាកព្យាបាលណាស់ពូជួយព្យាបាលគាត់ផងទៅក្មួយធ្វើម៉េចឲ្យបភូមិយើងមានតែក្មួយទេដែលអាចមើលជំងឺបាននោះមិនអីទេពូទោះថាជំងឺនេះចម្លែកនិងពិបាកខ្លាំងមែនតែខ្ញុំនឹងព្យាយាមព្យាបាលពូមឿនបន្តទៀតបាទក្មួយពិតជាមានទឹកចិត្តណាស់អរគុណហើយណា ពូសែមមិនតន់នឹងដើរចេញទៅផងមិញក្រវ៉ាន់ក៏បានមកដល់ទាំងមិនស្រួលខ្លួនដូចគ្នាផងដែរក្មួយជួយពិនិត្យមើលមិញផងទៅមិញដូចជាមិនស្រួលសោះ តើមីងមានអាការៈបែបណាទេ មិញម្ដងក្តៅម្ដងត្រជាក់ស្រាវស្រាញឈឺក្បាលអស់កម្លាំងណាស់ហើយក៏មានកន្ទួលផងដែរ តើប្រហែលថ្ងៃនេះមីងគេងមានដុតភ្នក់ភ្លើងបង្ហុយផ្សែងដែរទេ ប៉ុន្មានថ្ងៃនេះមិញមិនដែលបំពុកភ្លើងទេព្រោះថាវាហុយពេកមិញក៏ចេះតែឆ្លក់ សង្ស័យតែមីងគ្រុនឈាមហើយមើលទៅនោះចាំខ្ញុំពិនិត្យមើលសិនតើគ្រុនឈាមនោះបែបណាទៅវិញទៅក្មួយគឺវាកើតមកពីមូសខ្លាខាំនឹងណាពូលុះមេរោគបង្កកាន់តែច្រើនឡើងរាងកាយយើងនឹងចុះខ្សោយទៅ អើយបើបែបនោះមិញអាចស្លាប់ទេក្មួយមិញភ័យណាស់ណាមិញមិនតាន់មានប្តីស្រីនឹងគេផងនឹង មើលទៅសុខភាពមីងពេលនេះមិនអីទេតែថាជំងឺនេះបើព្យាបាលមិនទាន់ពេលវេលាទេគឺអាចស្លាប់បានណាព្រះហើយអីក៏សាហាវម្លេះតើវាបង្កមកពីអីទៅក្មួយគឺសត្វមោះណាពូគ្រប់គ្នាត្រូវតែប្រយ័ត្នបើមិនដូច្នេះទេមុខជាកើតជំងឺគ្រុនឈាមឬក៏គ្រុនចាញ់ជាមិនខានពូខ្លាចណាស់អូមែនហើយពូបានសម្គាល់ឃើញថាមួយរយៈនេះដូចជាមានមូសច្រើនខុសពីធម្មតាទៀតផងណាក្មួយ មែនហើយបាននៅចុងភូមិមិញឃើញមានវងមូសខុសពីធម្មតាចម្លែកណាស់ឃើញហើយគួរឲ្យខ្លាចមែនទេ គិតអញ្ចេះចុះក្មួយនឹងព្យាបាលនៅមីងសិនហើយរឿងនោះក្មួយក៏ទៅស៊ើបមើលផងដែរបាទក្មួយពូអរគុណក្មួយហើយណាដែលមានទឹកចិត្តអំពីរឿងនេះបាទពូមិនអីទេ នៅក្នុងភូមិនោះកាន់តែមានមូសច្រើនឡើងហើយក៏មានអ្នកស្លាប់និងមានអ្នកជំងឺច្រើនឡើងផងដែររឿងនេះអ្នកភូមិនាំគ្នាបារម្ភព្រមទាំងភ័យជាខ្លាំងនៅផ្ទះនីមឺត តើមានរឿងអីទៅណោះមិនក៏មូសកើតមានខុសពីធម្មតាបែបនេះខ្ញុំត្រូវទៅរកឲ្យឃើញទៅបាន នីមឺតកំពុងតែអង្គុយគិតម្នាក់ឯងអំពីរឿងនោះពូមេភូមិនិងមេតាក៏បានមកដល់ល្មម ជំរាបសួរលោកពូមេភូមិសួស្ដីអូនមេតាអ្នកទាំងពីរមកផ្ទះខ្ញុំទាំងព្រឹងតើមានការអីដែរមែនទេគឺពូឆ្ងល់ណាស់ថាហេតុអីបានជាមានមនុស្សស្លាប់យ៉ាងចម្លែកហើយម្នាក់សុទ្ធតែគ្មានឈាមនៅក្នុងខ្លួនទៀតពូបារម្ភណាស់តើក្មួយមានរោគមូលហេតុឃើញហើយនៅរឿងនេះខ្ញុំពិតជាបារម្ភណាស់លោកពូមេភូមិតែពេលនេះខ្ញុំក៏មិនទាន់ដឹងពីមូលហេតុចម្បងដែរ បងនីម៉ាត់ម្យ៉ាងទៀតសប្តាហ៍ក្នុងភូមិយើងនេះមានមូសច្រើនក្រៃណាស់គឺខុសពីធម្មតាតែម្ដងណាបង មែនហើយបងក៏សម្គាល់ឃើញអញ្ចឹងដែរមិនសមណាមានមូសកើតលឿនត្រឹមតែរយៈពេលខ្លីបែបនេះសោះ កំពុងតែនិយាយគ្នាអំពីរឿងមនុស្សស្លាប់និងមានមូសខុសធម្មតាពូសែនក៏បានរត់មកយ៉ាងត្រហេកត្រហោ លបងមេភូមិលបងខ្ញុំខ្លាចណាស់តើមានរឿងអីទៅសែមមើលទៅដូចជាភ័យម្ល៉េះគឺថានៅមុននេះពេលខ្ញុំទៅនេសាទខ្ញុំក៏ឃើញមានវងមូសមួយវងធំគួរឲ្យខ្លាចណាស់លបងតើពួកវាមានបានខំលបងដែរទេអត់ទេខ្ញុំឃើញហើយខ្លាចពេកក៏ពួនតែម្ដងទៅតែពួកវាមិនឃើញខ្ញុំទេតើពូមានបានសម្គាល់ថាពួកវាហោះហើរនាំគ្នាទៅទិសខាងណាដែរទេមានគឺខ្ញុំឃើញពួកវាហោះទៅទិសខាងត្បូងចលងភ្នំឯណោះខ្ញុំដឹងហើយអញ្ចឹងអរគុណណាស់ពូតើក្មួយគិតបែបណាទៅលោកពូមេភូមិលោកពូសែមអូនមេតាសូមជួយផ្សព្វផ្សាយឲ្យអ្នកភូមិយើងបានដឹងផងណាខ្ញុំសុំទៅធ្វើរឿងមួយសិន តើបងទៅណាទេ គឺបងទៅតាមស៊ើបវងមូសទាំងអស់ហ្នឹងណាអូនចុះក្មួយចង់ឲ្យពូផ្សព្វផ្សាយបែបណាទៅគឺលោកពូត្រូវឲ្យបងប្អូនយើងដេកកណាត់ធ្វើជាមុងចង់ពេលយប់នោះមូសចូលខំមិនបានទេហើយត្រូវស្លៀកពាក់ឲ្យបានចិត្តល្អផងដែរ
តែអ្នកភូមិចឹងខ្លះអត់មានប្រាក់ទិញកណាត់ឬក៏សម្លៀកបំពាក់ទេណាបង ដូច្នេះត្រូវយកអុសឬក៏ឈើមានសំណើមយកមកដុតឲ្យចេញជាផ្សែងកាន់តែច្រើនគឺកាន់តែល្អនេះជាវិធីដេញមូសយ៉ាងមានប្រសិទ្ធភាពផងដែរយើងអាចការពារបានមួយគ្រាមែនហើយតែពួកវានៅតែកកើតច្រើនឡើងរឿងនេះតែយើងគិតធ្វើបែបណាទៅក្មួយមែនហើយលោកពូត្រូវផ្សព្វផ្សាយប្រាប់បងប្អូនយើងឲ្យយកកឡឬក៏ត្រឡោកដែលដក់ទឹកផ្កាប់ចុះកុំឲ្យមានទឹកដក់ទៀតនេះជាវិធីកុំឲ្យមូសបង្កកំណើតបាន ខ្ញុំយល់ហើយបងតាមមានអ្វីបន្ថែមទេ បានមួយវិញទៀតត្រូវដុតសម្រាមនិងសម្អាតផ្ទះឲ្យបានស្អាតជាប្រចាំព្រមទាំងក្របពាងខាប់កឡឲ្យជិតកុំឲ្យមូសចូលបានឲ្យសោះណាពូយល់ហើយពូនឹងផ្សព្វផ្សាយអំពីរឿងនេះដល់អ្នកភូមិឲ្យបានដឹងគ្រប់គ្នាតែម្ដងមែនហើយចំណែកពូក៏ចូលរួមផ្សព្វផ្សាយផងដែរបាទពូសូមធ្វើការនេះចុះចំណែកខ្ញុំនឹងទៅតាមវងមូសទាំងអស់នោះឲ្យទាល់តែដឹងថាវាមានមេក្រុមឬក៏យ៉ាងណា បាននេះម៉ែប្រយ័ត្នផងណា ប្រយ័ត្នផងណាក្មួយតោះលបងពួកយើងចាប់ផ្ដើមធ្វើសកម្មភាពតែម្ដងទៅខ្ញុំអរគុណឲ្យលោកពូអរគុណឲ្យអូនមេតាហើយទាំងអស់គ្នាក៏ត្រូវតែប្រយ័ត្នដូចគ្នាដែរណា បន្ទាប់ពីពិភាក្សាគ្នាហើយគ្រប់គ្នាក៏បានធ្វើតាមនិមិត្តផ្ដាំហើយនិមិត្តវិញក៏បានទៅដល់កន្លែងមួយនៅក្នុងព្រៃ សុំទោសផងណាក្តាន់ខ្ញុំមានតែយកឯងមកបញ្ឆោតទេព្រោះមូសវាចូលចិត្តឈាមណាស់សង្ឃឹមថាការនេះខ្ញុំនឹងរកឃើញរឿងពិតមួយផងទៅចុះ និមិត្តបានយកក្តាន់ងាប់មួយក្បាលមកដាក់បញ្ឆោតរួចនិមិត្តក៏បានពួនក្បែរនោះមិនយូរក៏មានមូសដ៏ធំមួយបានចេញមកពិតមែន អូមូសនោះធំចម្លែកណាស់វាច្បាស់ជាមេខ្លោងជាមិនខានទេ ប៉ាសើណាស់យើងមិនបាច់ហត់ទៅយកឈាមមនុស្សឲ្យលោកម្ចាស់ទេយកឈាមឯងសិនចោះស្អែកសឹមយើងទៅយកឈាមមនុស្សក៏បាន ហេស្មានតែវាជាមេខ្លោងតាតាមពិតមានមេខ្លោងមួយទៀតសោះខ្ញុំកាន់តែចង់ដឹងណាស់ថាអាពួកមូសនេះវារស់នៅឯណានោះ មិនបងអង្គយូមូសនោះក៏បានបឺតឈាមក្តាន់ឡើងខ្សោះពីខ្លួនហើយក៏បានវិលទៅរោងភ្នំវិញឃើញបែបនោះហើយនិមិត្តក៏បានលូបលួចតាមដានយ៉ាងប្រុងប្រយ័ត្ននៅក្នុងរោងភ្នំ តាមពិតមានបិសាចមូសធំណាស់ពួកវានេះពិតជាធ្វើបាបអ្នកភូមិពេកហើយ លោកម្ចាស់ចាំមកវិញហើយ មកវិញហើយមែនទេអីក៏លឿនម្លេះ នេះជាសំណាងណាលោកម្ចាស់ទើបខ្ញុំអាចចាប់មនុស្សបានមិនឆ្ងាយពីទីនេះទេ ល្អណាស់យើងកំពុងតែឃ្លានផងឲ្យយើងមក បិសាចមូសនោះគ្រាន់តែភ្លុកហើយក៏ស្រាប់តែខឹងនឹងបានពោលថា នេះមិនមែនជាឈាមមនុស្សទេមិនក៏ឯងហ៊ានកុហកយើងបែបនេះ គឺឈាមក្តាំណាលោកម្ចាស់ដំបូងខ្ញុំស្មានថាវាមានរសជាតិដូចឈាមមនុស្សតើទើបយកវាមកតែម្ដងទៅ វាមិនដូចទេកុំល្ងងពេក តែថាលោកម្ចាស់ បានហើយកុំនិយាយច្រើនពេកស្អែកនេះនាំវងមូសទៅខំអ្នកភូមិទៅ តើលោកម្ចាស់នឹងទៅដែរទេ ប្រកាសណាស់ព្រោះយើងមិនចង់យកពីឯងទេឈាមខ្លះក៏ស្អុយមិនឆ្ងាញ់សោះយើងចង់ទៅបឺតឈាមពីមនុស្សណាដែលស្អាតដោយផ្ទាល់អាក្រក់ណាស់ណោះសុទ្ធតែរកឈាមដែលស្អាតឯងកុំសង្ឃឹមឲ្យសោះអាមូសគំរក់ ប្រសើរណាស់លោកម្ចាស់ខ្ញុំនឹងប្រាប់ការនេះទៅវងមូសទាំងអស់យ៉ាងប្រកបណាស់ ហើយប្រាប់ពួកគេផងទៅកុំទៅកន្លែងដែលមានផ្សែងឲ្យសោះពួកគេនឹងងាប់បានណា ទទួលបានលោកម្ចាស់និមិត្តបានលឺហើយគាត់ក៏បានវិលទៅវិញយ៉ាងប្រញាប់ដើម្បីរៀបចំគម្រោងការមួយតបទៅកាន់វងមូសដែលនឹងមកយាយីនាថ្ងៃស្អែកនៅផ្ទះមេភូមិ អូនមេតាបងមកវិញហើយ ប្រសើរណាស់បងនិមិត្តមកវិញហើយ លោកពូមេភូមិខ្ញុំមកវិញហើយមែនទេតើបានការយ៉ាងណាដែរក្មួយដើមហេតុនាំឲ្យមានជំងឺគឺមកពីមូសមែនហើយតែដែលសំខាន់មួយទៀតនោះគឺមានបិសាចមូសណាលោកពូហើយវានឹងមកស្អែកនេះហើយថាម៉េចបើបែបនោះមែនអ្នកភូមិយើងមិនរងហានិភ័យទៅហើយទេមែនទេ តាមមានដំណោះស្រាយទេបងនិមិត្ត មានស្អែកនេះពួកយើងត្រូវតែឲ្យបងប្អូននៅក្នុងភូមិពួនទាំងអស់តែមុននឹងពួនពួកយើងត្រូវបង្ហុយផ្សែងឲ្យច្រើនដើម្បីសម្លាប់មូសដែលជាបរិវារវាសិនជាបរិវារមែនទេបានន័យតែពួកវាពិតជាមានមេខ្លោងមែនហើយ
មែនហើយលោកពូ បន្ទាប់ពីនោះធ្វើបែបណាបន្តទៅបង បន្ទាប់ពីនោះយើងយកទឹកលាក់ក្រហមលាយថ្នាំពុលបញ្ឆោតមេខ្លោងបើពួកវារកមិនឃើញមនុស្សពួកវានឹងជញ្ជក់ឈាមដែលពួកយើងលេីទុកមិនខានទេពូយល់ហើយម្ដងនេះពួកវាមុខចផឹកថ្នាំពុលហើយពួកវានឹងងាប់ទាំងអស់ជាមិនខានបាទពូ បន្ទាប់ពីពិភាក្សាគ្នាហើយមេភូមិក៏បានផ្សព្វផ្សាយឲ្យអ្នកភូមិនាំយកកំណាត់ថ្នោតសើមដើមឈើដែលជក់ទឹកសម្ងួតសើមតិចមកត្រៀបគ្រប់គ្នាលោកបងខ្ញុំយកដើមគោមកហើយ ចំណែកខ្ញុំក៏ត្រៀមជ័រស្វាយចន្ទីដែរមិនត្រឹមតែផ្សាញ់វាពុលទេវាថែមទាំងរោលទៀតផងបែបនេះមូសមួយក្បាលក៏មិនរស់ដែរប្រសើរណាស់ គ្រប់គ្នាកំពុងតែជួបជុំរៀបចំផែនការនោះពុំមានដែលទៅជាតិចក៏បានដើរមក ចំណែកខ្ញុំនឹងសងសឹកវាវិញខ្ញុំបានលាយជាតិថ្នាំពុលនៅក្នុងទឹកលាក់ជាមួយនឹងឈាមសัตว์រួចហើយលោកពូមិនទាន់ជា 100% ទេណាលោកពូគួរតែសម្រាកសិនទៅមែនហើយមឿនឯងគួរតែសម្រាកសិនទៅណាទុករឿងនេះទុកឲ្យពួកយើងធ្វើបានហើយមិនអីទេខ្ញុំមានកម្លាំងខ្ញុំស៊ូបានខ្ញុំខឹងនឹងអំបិសាចមូសនោះខ្លាំងណាស់បើអញ្ចឹងសូមពូប្រយ័ត្នផងបងប្អូនយើងអាចចាប់ផ្ដើមបានហើយមែនទេ ចាអ្នកភូមិទាំងអស់គ្នាសាមគ្គីគ្នាណាស់ពួកគេជួយគ្នាទៅវិញទៅមករហូតសម្រេចការងាររួចហើយក៏នាំគ្នាទៅលាក់ខ្លួនបាត់ទៅ អីគេនោះអីក៏ហុយសម្បើម្លេះរួចចុះពួកមនុស្សតើទៅណាអស់ហើយ លោកម្ចាស់មើលទៅអ្នកភូមិនេះរត់អស់ហើយទេដឹង មិនអាចទេនាំគ្នាទៅរកវាទៅឆាប់ឡើង បានលោកម្ចាស់កូនចៅមូសបានហៅចុះហៅឡើងមួយសន្ទុះលុះក្រោយមកវាក៏បានសម្គាល់ឃើញថាលោកម្ចាស់ដោយសារមានផ្សែងខ្លាំងពេកកូនចៅយើងងាប់អស់ហើយ ថាម៉េចមិនអាចទេមិនក៏ទៅជាបែបនេះ កូនចៅយើងងាប់អស់មែនហើយតែខ្ញុំក៏សង្ស័យថាពួកមនុស្សត្រូវបិសាចចាប់សម្លាប់អស់ដែរលោកមើលចុះមានឈាមច្រើនមែនទេ គួរឲ្យក្តៅក្រហាយណាស់តែមិនអីទេបើពួកមនុស្សវាងាប់អស់ហើយពួកយើងបឺតឈាមទាំងនោះសិនទៅ ចាបានលោកម្ចាស់ខ្ញុំកំពុងតែឃ្លានផងដែលរកឈាមមនុស្សមិនបានបិសាចមូសក៏បានសម្រេចចិត្តបិទឈាមដែលមានជាតិពុលទាំងនោះហើយតែបំផុតនោះគឺ តើមានរឿងអីហ្នឹងយើងដូចជាឈឺពោះណាស់អូយ អើយលោកម្ចាស់ខ្ញុំមិនអាចរស់ទេឈាមនេះមានជាតិពុលខ្ញុំចុកណាស់អូយ ពួកមនុស្សនេះចំជាឆ្លាតមែនអាយអូយចុកខ្លាំងណាស់ដល់វេនយើងសងសឹកហើយពូកុំចូលទៅអីពូកុំខាត់ខ្ញុំគុំវាសម្បំណាស់ ពូមឿនវិញឃើញបែបនោះហើយគាត់គិតថាបានឱកាសល្អក៏ចូលមកសងសឹក ពូកុំទៅ ទូនិមិត្តព្យាយាមខាត់ក៏មិនបានការដែរមើលចោះពូមឿនហេតុថាមានកំហឹងខឹងពេកគាត់ក៏បានដើរចូលទៅទាំងអង្អាចនិងមានភ្លើងនៅក្នុងចិត្តផងដែរ ណែអាមោះចំអឹងអញដល់ថ្ងៃវិនិច្ឆ័យហើយអូហូព្រមចាញ់មកហើយមែនទេតាមពិតពួកឯងនាំគ្នាលេងល្បិចតើមែនហើយគឺយើងមកសម្រាប់ឯងនឹងហើយអាមោះបិសាចឯងគិតថាយើងត្រូវថ្នាំពុលប៉ុណ្ណឹងមិនអាចធ្វើអីឯងបានមែនទេឯងគិតខុសហើយអាមនុស្សល្ងងថ្ងៃនោះយើងមិនគួរស្រ័យកឡនោះសោះមិនគួរណាយើងឲ្យឯងដើរសម្លាប់អ្នកភូមិទេតែមិនអីទេព្រោះនេះជាថ្ងៃចុងក្រោយរបស់ឯងហើយឯងគិតថាយើងត្រូវថ្នាំបែបនេះយើងមិនអាចសម្លាប់ឯងជាចំណីបានមែនទេឯងគិតខុសហើយ បិសាចនោះបានតែកម្លាំងចុងក្រោយឬក៏បានស្រុបយកគ្នាចូលទៅក្នុងពោះបាត់ទៅ យើងនៅតែខ្លាំងដដែល និមិត្តរត់ចូលមកតែក៏មិនទាន់ឡើង អ្នកទៀតហើយមែនទេចូលមកយើងឃ្លានណាស់តែយើងមិនអាចឲ្យឯងរួចខ្លួនទេលោកពូមេភូមិបងប្អូនយកភ្លើងមកកុំដុតផ្សាញ់ឲ្យសោះយើងមិនចូលចិត្តទេ នាពេលនោះគ្រប់គ្នាក៏បានដុតផ្សែងច្រើនឡើងនិងចុះភ្លើងដុតបិសាចមូសស្លាប់ក្នុងគ្រានោះទៅ យើងបានជោគជ័យហើយលោកពូប្រសើរណាស់ពីពេលនេះទៅនឹងគ្មានអ្វីមកយាយីអ្នកភូមិទៀតទេតែគួរឲ្យស្ដាយណាស់ដែលមុននេះលបងមឿនដូចជាន្ទះសារពេកហើយមែនហើយបើមឿនស្ងប់ចិត្តជាងនេះបន្តិចមុខจะដោះស្រាយបានហើយក៏មិននាំក្តីវិនិច្ឆ័យដល់ខ្លួនដែរ
បងប្អូនចាប់ពីពេលនេះតទៅសូមគេងនៅក្នុងមុងបង្ហុយផ្សែងដេញមូសនិងកុំធ្វើឲ្យមានទឹកដក់ឲ្យសោះម្យ៉ាងទៀតត្រូវសម្អាតបរិវេណផ្ទះឲ្យបានខ្ជាប់ខ្ជួនផងដែរពិតណាស់ដើម្បីគ្មានមូសនឹងរស់នៅបានសុខពួកយើងត្រូវតែធ្វើតាមនិមិត្តទាំងអស់គ្នាណា ចាលោកបង និមិត្តដើម្បីជាការដឹងគុណចំពោះជួយអ្នកភូមិនឹងការលះបង់មួយនេះតើក្មួយចង់បានអីដែរពូជូនបានទាំងអស់ខ្ញុំគ្មានចង់បានអ្វីនោះទេតែខ្ញុំពិតជាស្រឡាញ់អូនមេតាណាស់បើលោកពូមិនប្រកាន់ទេខ្ញុំសុំស្ដីទៅដឹងផងបានទេ ទាំងឆ្លាតទាំងល្អទាំងពូកែលើកក្មួយមេតាឲ្យនិមិត្តទៅលោកបងមេភូមិពួកគេសំគ្នាណាស់ ខ្ញុំក៏គិតអញ្ចឹងដែរបាទបងប្អូនរួចចុះកូនមេតាកូនក៏ព្រមដែរពិតទេ ចាប់ពើកូនមិនប្រកែកទេ ប្រសើរណាស់និមិត្តពូសុំផ្ញើកូនស្រីផងណាបាទលោកពូខ្ញុំអរគុណណាស់ហើយខ្ញុំសន្យាថានឹងមើលថែអូនមេតាឲ្យបានល្អបំផុត មានសាមគ្គីមានជោគជ័យអនាម័យនាំមនុស្សសុខភាពល្អគ្មានទឹកដក់គ្មានមូសកើតបន្តជីវិតបវរព្រោះគ្មានជំងឺគ្រុនឈាមនិងគ្មានជំងឺគ្រុនចាញ់